បាទសូមជម្រាបសួរប៉ានិងកូនជាទីស្រឡាញ់ទាំងអស់គ្នាបាទថ្ងៃនេះលោកគ្រូមានកិត្តិយសណាស់សូមបង្ហាញមេរៀនទាក់ទងនឹងជំងឺគ្រុនពោះវៀននៅត្រង់ចំណុចទី7និងទី8ទី7គឺផលវិបាកទី8វិធីបង្ការជំងឺគ្រុនពោះវៀនបាទផលវិបាកនៃជំងឺគ្រុនពោះវៀនមានដូចជាបាទអាចមានការហូរឈាមក្នុងពោះវៀនអាចរលាកស្រោមខួរអាចរលាកថង់ទឹកប្រមាត់អាចប៉ះពាល់ដល់ស្រោមបេះដូងក្នុងករណីធ្ងន់ធ្ងរកុមារអាចបាត់បង់អាយុជីវិតផងដែរបាទនេះគឺជាផលវិបាកនៃជំងឺគ្រុនពោះវៀនបាទរីឯទី8វិធីបង្ការជំងឺគ្រុនពោះវៀនដើម្បីការពារកុមារពីជំងឺគ្រុនពោះវៀនឪពុកម្ដាយគ្រប់រូបអាណាព្យាបាលគ្រប់រូបគួរតែដាក់កុមាររស់នៅប្រកបដោយផាសុកភាពជាពិសេសការហូបប្រកបដោយអនាម័យខ្ពស់ដូចជាផឹកទឹកឆ្អិនទឹកដាំពុះល្អឬទឹកចម្រោះនិងបរិភោគអាហារឆ្អិនល្អជៀសវាងហូបអាហារឆៅលាងដៃកុមារឲ្យបានត្រឹមត្រូវឲ្យបានស្អាតជាប្រចាំនិងជួយកាត់កញ្ចក់កុមារផងដែរបានលាងបានស្អាតជៀសវាងការប្រើប្រាស់របស់របររួមជាមួយនឹងអ្នកជំងឺនិងការប្រើប្រាស់ថ្នាំឲ្យបានត្រឹមត្រូវតាមវិជ្ជាបញ្ជាជៀសវាងការលបឡើងវិញនៃជំងឺគ្រុនពោះវៀនចំណុចរឿងដែលល្អបំផុតគឺនាំកុមារទៅទទួលវ៉ាក់សាំងបង្ការជំងឺគ្រុនពោះវៀនដែលមានអាយុចាប់ពី2ឆ្នាំឡើងទៅអាចចាក់បានបច្ចុប្បន្នហ្នឹងនៅមន្ទីរពេទ្យរដ្ឋគឺមិនតន់ចាក់ដោយមិនគិតលុយទេបាទគឺចាក់គិតថវិកាបាទហើយជាចុងបញ្ចប់នេះលោកគ្រូសូមអរគុណម៉ាក់ប៉ានិងកូនជាទីស្រឡាញ់ទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃជួយស្ដាប់វីដេអូមេរៀនទាក់ទងនឹងសុខភាពរបស់លោកគ្រូហើយក៏សូមសំណូមពរជួយចុច like ជួយ subscribe channel របស់លោកគ្រូឲ្យបានច្រើនទាំងអស់គ្នាបាទសូមអរគុណសូមជម្រាបលាបាទអរគុណ